បងប្អូនប្រិមិត្តយើងរកឃើញហើយម្ចាស់ពានរង្វាន់បាល់សិស្សឆ្នាំ2025 2026នោះគឺបានទៅលើស្រុកកំពង់តឡាចគឺជាម្ចាស់ពានរង្វាន់រយៈពេល2ឆ្នាំហើយជាប់គ្នាអបអរសាទរដល់ស្រុកកំពង់តឡាចឈ្នះដោយបាល់កាត់ស្ក្តី11ម៉ែត្រគឺលទ្ធផល4-1ស្រុកកំពង់តឡាច4កំពង់ឆ្នាំង1ចូលរួមអបអរសាទរផងដល់ស្រុកកំពង់តឡាចឈ្នះពានរង្វាន់បាល់សិស្សឆ្នាំ2025-2026នេះលទ្ធផលនេះស្វិតស្វាញមែនទែនទម្រាំបញ្ចប់នៅការប្រកួតអស់រយៈពេល2តង់គឺរកឃើញដែលម្ចាស់ពានរង្វាន់បាល់សិស្សដោយបាល់កាត់ស្ក្តី11ម៉ែត្រអូហូយពិតជាល្អមែនទែនការប្រកួតពានរង្វាន់មួយនេះអស់រយៈពេល7 សប្តាហ៍ទើបតែរកឃើញម្ចាស់ពានរង្វាន់នៅខាងស្រុកកំពង់តឡាចជាអ្នកគ្រប់គ្រងតំណែងរបស់ខ្លួនបានចូលរួមអបអរសាទរហើយ fan របស់ខាងកំពង់ឆ្នាំងគឺសង្ហាក់ចិត្តនឹងក្រុមរបស់ខ្លួនដែលមិនទទួលបានពានរង្វាន់ត្រឹមតែជើងឯករងតែប៉ុណ្ណោះគឺលេខ2បងប្អូនយុវជនចំនួនក្រោយដែលស្នេហាវិស័យកីឡាគឺល្អមែនទែនសម្រាប់ខេត្តកំពង់ឆ្នាំងមកទាំង8ស្រុកហើយការខិតខំការប្រកួតអស់រយៈពេល1សប្តាហ៍គឺការប្រឹងប្រែងរបស់បងប្អូនគឺពិតជាល្អណាស់ក្នុងការចូលរួមក្នុងការប្រកួតទាំងអស់គ្នាហើយទទួលបានលទ្ធផលល្អនិងមានសុជីវធម៌ក្នុងការប្រកួតអរគុណសម្រាប់បងប្អូនដែលមានភក្ដីភាពក្នុងការស្នេហាវិស័យកីឡាមួយនេះមានការរិះគន់ជាច្រើនអំពីទីលានរបស់ខាងខេត្តកំពង់ឆ្នាំងប៉ុន្តែអ្វីដែលការរៀបចំរបស់ខាងថ្នាក់ដឹកនាំខេត្តគឺគាត់ពិតជាយកចិត្តទុកដាក់ដោយមានការខ្វះខាតបន្តិចបន្តួចប៉ុន្តែវាមិនថ្មីនោះទេនឹងដំណើរការទៅមុខរហូតសម្រាប់ខេត្តកំពង់ឆ្នាំងក្នុងការអភិវឌ្ឍសង្ឃឹមថានៅឆ្នាំក្រោយៗថ្ងៃខាងមុខទៀតនឹងមានទីលានអាចនឹងអាប់ដេតខ្លាំងជាងនេះអរគុណបងប្អូនប្រិមិត្តដែលស្នេហាវិស័យកីឡាអរគុណច្រើនសូមជម្រាបលា